ចាជាធម្មនាងខ្ញុំសូមគោរពជំរាបសួរមេដាបដាសិស្សនិងសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់នាងខ្ញុំច័ន្ទណាជាស្ថាបនិក JC 56ថ្ងៃនេះឆ្លើយតបនឹងសំណូមពរមេដាបដាសិស្សជាច្រើនដែលតែងតែសួរថាអ្នកគ្រូតាធ្វើដូចម្តេចដើម្បីរៀនភាសាចិនឆាប់ចេះពីព្រោះការវីដេអូមុនគឺខ្ញុំតែងតែមើលការ live ផ្ទាល់របស់អ្នកគ្រូនិងការថតជាវីដេអូខ្លីៗដូចម្តេចខ្លះជាសិស្សបកែឆ្នើមដូចម្តេចខ្លះជាសិស្សបកែភាសាខ្មែរដូចម្តេចខ្លះជាសិស្សបកែរៀននិទេស A ប៉ុន្តែសម្រាប់ភាសាមួយអ្នកគ្រូអត់ដែរនិយាយទេអញ្ចឹងថ្ងៃនេះចាជូនតាមសំណូមពរដល់មេដាបដាសិស្សអញ្ចឹងថ្ងៃនេះអ្នកគ្រូមានរយៈពេល5នាទីរៀងលឿនបន្តិចអញ្ចឹងអ្នកគ្រូចែកកលឹះ6យ៉ាងដើម្បីរៀនភាសាចិនឆាប់ចេះក្នុងរយៈពេលខ្លីណាចាចំណុចទី1គឺពេញចិត្តក្នុងការរៀនសូត្រហេតុអីបានជាយើងត្រូវគិតវិជ្ជមានពេញចិត្តក្នុងការរៀនសូត្រជាមុនសិនដោយសារការយើងដាក់ចិត្តរៀនគឺវាធ្វើឲ្យយើងនឹងដំណើរការទៅមុខពីព្រោះឧទាហរណ៍ថាយើងគិតថារៀនចិនពិបាកបញ្ចេញសំឡេងពិបាកសរសេរអក្សរតែយើងគិតអវិជ្ជមានថាពិបាកហើយគឺយើងអាចទទួលយកនៅចំណុចនឹងបានទេអញ្ចឹងយើងត្រូវគិតថាយើងអាចរៀនបានយើងត្រូវស្រឡាញ់មុខវិជ្ជាហ្នឹងយើងត្រូវរៀនមុខវិជ្ជាហ្នឹងដើម្បីចេះសិនចាចំណុចទី1ចំណុចទី2គឺយើងត្រូវចេះ PE នឹងឲ្យ start ជំនាញសិននៅពេលដែលយើង start ជំនាញសម្រាប់ជនជំនះសម្រាប់ស្រៈសម្រាប់អីទាំងអស់ហ្នឹងគឺយើងអាចអនុវត្តសរសេរបានច្រើនដងដោយសារអីគឺយើងកុំខ្លាចខុសកុំអៀនកុំខ្មាស់ព្យាយាមនិយាយមុខកញ្ចក់ហ្នឹងឲ្យបានច្រើនដងហើយត្រូវក្លាហានព្យាយាមសរសេរប្រចាំថ្ងៃ10ដងទៅ20ដងទាំងអក្សរចិនទាំង PE ផងដែរចាចំណុចទី3គឺអនុវត្តនិយាយខ្លួនឯងជាប្រចាំហើយនេះបានត្រូវការនិយាយខ្លួនឯងជាប្រចាំថ្ងៃពីព្រោះនៅពេលដែលយើងអនុវត្តនិយាយគឺយើងអត់ចេះនិយាយទេចាយើងអាចថតសម្លេងខ្លួនឯងទុកហ្នឹងដើម្បីកែលម្អប្រើ Google Translate យើងអាចដាក់ Google Translate ពីខ្មែរទៅចិនឬក៏ពីចិនមកខ្មែរតែបើសិនជាយើង pronunciation បញ្ចេញសម្លេងចិនហ្នឹងទៅខុសខ្មែរក៏វាអត់លោតឲ្យដែរហើយភាសាចិនហ្នឹងក៏វាអត់លោតឲ្យដូចគ្នាchứមានហាត់ខុសហើយអញ្ចឹងយើងរៀនបញ្ចេញសម្លេងហ្នឹងដោយប្រើ Google Translate ហ្នឹងចាចំណុចទី4យើងឧស្សាហ៍មើល YouTube ឬក៏វីដេអូដែលមានពាក្យឬក៏ជាវិជ្ជករជាធម្មតាទេក្នុងភាសាចិនណាពាក្យវិជ្ជករអីហ្នឹង 60% ដោយភាសាខ្មែរយើងដែរចាអញ្ចឹងគឺយើងឧស្សាហ៍រៀនផ្គុំពាក្យមកចាចំណុចទី5គឺមួយថ្ងៃយើងរៀនពាក្យត្រឹមតែ4ទៅ5ពាក្យអីបានហើយចុះមួយខែបើសិនជាមួយថ្ងៃយើងរៀន4ពាក្យមួយខែ120ពាក្យអញ្ចឹងនៅពេលដែលយើងចេះពាក្យច្រើនយើងអាចប្រកបយើងអាចឆាប់ចេះនិយាយយើងអាចឆាប់ចេះអានយើងឆាប់ចេះបញ្ចេញសម្លេងយើងឆាប់ចេះបកប្រែហើយចំណុចទី6យើងត្រូវមានការអត់ធ្មត់ហើយដែលបានយើងត្រូវការអត់ធ្មត់ការរៀនអានការសរសេរការប្រកបរៀនមួយថ្ងៃនេះវាអត់ស្រួលទេចាបើសិនបើយើងគិតថាយើងចង់ចេះសន្តានាយើងចង់ចេះភាសាទាំងចេះភាសាចិនតែយើងអត់ធ្មត់6ចំណុចហ្នឹងចាដើម្បីរៀនភាសាចិនឆាប់ចេះមាន6ចំណុចហ្នឹងអ្នកគ្រូរំលឹកឡើងវិញទី1ពេញចិត្តក្នុងការរៀនសូត្រទី2ត្រូវអនុវត្តឲ្យបានច្រើនក្នុងការនិយាយក្នុងការសរសេរទាំងចិនទាំងអក្សរចិនទាំង PE ចំណុចទី3គឺយើងអនុវត្តនិយាយជាប្រចាំហើយចំណុចទី4ឧស្សាហ៍ព្យាយាមមើល YouTube និងវីដេអូចំណុចទី5ឧស្សាហ៍រៀនផ្គុំពាក្យចាចំណុចទី6ត្រូវមានការអត់ធ្មត់ចាអញ្ចឹងអ្នកគ្រូសូមអរគុណសង្ឃឹមថាវីដេអូនេះនឹងចែករំលែកដល់សិស្សានុសិស្សនិងមេដាបេដាសិស្សទាំងអស់គ្នានឹងបានលទ្ធផលល្អក្នុងការរៀនសូត្រសូមអរគុណសូមគោរពលា